vì lục chlong đenរបស់យោធាថៃបានចូលទៅដល់ស្រុកវាលវែងខេត្តពោធិ៍សាត់និងស្រុកកំរៀងខេត្តបាត់ដំបងដោយថៃបានបាញ់ផ្លោងអាវុធធុនធ្ងន់និងយុទ្ធឧបករណ៍ដ៏បំផ្លិចបំផ្លាញជាច្រើនប្រភេទចូលទៅក្នុងទីប្រជុំជនស៊ីវិលនៃខេត្តទាំងពីរលោកស្រីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងនៅថ្ងៃទី9ខែធ្នូឆ្នាំ2025ថាថៃបានវាយប្រហារស្រុកកំរៀងខេត្តបាត់ដំបងតាំងពីយប់ថ្ងៃទី8ចូលទៅដល់ព្រឹកថ្ងៃទី9ខែធ្នូហើយនៅថ្ងៃទី9ដដែលទីហ៊ានថៃបានបាញ់កាំភ្លើងធំ105មីលីម៉ែត្រនិង155មីលីម៉ែត្រចូលទៅទីប្រជុំជនស៊ីវិលនៅក្នុងឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ការបាញ់ប្រហារនេះបានបង្ខំឲ្យក្រសួងអប់រំប្រកាសបិទសាលារៀនបណ្ដោះអាសន្ននៅក្នុងឃុំថ្មដាពោធិ៍សាត់និងបាត់ដំបងជាខេត្តទី4និងទី5របស់កម្ពុជាដែលរងការវាយប្រហារចាប់តាំងពីយោធាថៃបានវាយលុកកម្ពុជាទាំងតាមជើងគោកនិងលើអាកាសពីថ្ងៃទី7ខែធ្នូឆ្នាំ2025ថៃចាប់ផ្ដើមបាញ់ផ្លោងដំបងពីតំបន់អានសេះក្នុងខេត្តព្រះវិហារមុនរាលដាលទៅដល់ខេត្តឧត្តរមានជ័យនៅថ្ងៃបន្ទាប់បន្តទៅដល់ស្រុកអូជ្រៅនិងស្រុកថ្មពួកក្នុងខេត្តបន្ទាយមានជ័យក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថាការវាយប្រហាររបស់ថៃរាលដាលនៅទូទាំងយុទ្ធភូមិភាគទី4និងទី5ដែលជាការប្រយុទ្ធគ្នាតាមព្រំដែនថៃកម្ពុជាដ៏ធំបំផុតមួយមិនធ្លាប់មាននៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះដោយការវាយលុករបស់ថៃរីករាលដាលយ៉ាងកំរោលកម្ពុជានៅថ្ងៃទី9ខែធ្នូបានប្រកាសវាយបកការពារខ្លួននៅគ្រប់សមរភូមិទាំងអស់តាមបញ្ជារបស់សម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាមកដល់ម៉ោង2រសៀលថ្ងៃទី9ខែធ្នូការប្រយុទ្ធគ្នានៅបន្តនៅក្នុងគ្រប់សមរភូមិទាំងអស់យ៉ាងហោចណាស់ជនស៊ីវិលកម្ពុជាចំនួន7នាក់បានស្លាប់20នាក់រងរបួសនិងពលរដ្ឋជាង10000នាក់បានភៀសខ្លួនចា៎ចប់មួយវគ្គចូលមួយវគ្គហើយនៅក្នុងម៉ោងសម្រាប់បន្តិចគឺខ្ញុំតែងតែបន្តតំណែងតំណងទៅក្រុមការងារដែលកំពុងតែតាមដាននិងយកព័ត៌មានឲ្យដិតដល់ហើយនឹងជឿជាក់បំផុតបាទលោកអ្នកបានជ្រាបហើយថាព័ត៌មានតាក់ទងអំពីរឿងការវាយប្រយុទ្ធគ្នានៅតំបន់ព្រំដែនគឺយើងដឹងហើយថាជាព័ត៌មានផ្លូវការគឺក្រសួងការពារជាតិចា៎បើព័ត៌មានការទូតគឺក្រសួងការបរទេសហើយព័ត៌មានសេចក្តីថ្លែងការណ៍រួមសេចក្តីថ្លែងការណ៍ណាមួយដែលអាចទទួលយកជាផ្លូវការបានមានតាមរយៈអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏ប៉ុន្តែសម្រាប់អ្នកព័ត៌មានថាតើនិយាយបានកម្រិតណាបើសិនជាកម្រិតថ្នាក់ដឹកនាំដែលលើកឡើងខាងលើគាត់អត់និយាយតែអ្នកព័ត៌មាននិយាយបានក្នុងកម្រិតណាអ្នកព័ត៌មានរបស់យើងធម្មតាអ្នកកាសែតមានអំណាចដាច់ដោយឡែកបានន័យថាអំណាចទី4ប៉ុន្តែមិនមែនបានន័យថាអំណាចណែធំវិសាលភាពធំធេងធ្វើអីតែបានតាមចិត្តដែរវាមានកម្ពុជាជីវៈយើងកម្រិតអ្នកព័ត៌មានរបស់យើងនឹងខ្ញុំនិយាយតិចអីហេឡូបងប្អូនថាអញធីនិយាយអញ្ចឹងចុះខាងកម្ពុជាគេតន់ចេញយើងកម្រិតនៃការនិយាយព្រោះយើងមានអ្នកព័ត៌មាននៅតាមបណ្ដាខេត្តយើងដឹងអំពីគាត់នៅព្រឹត្តិការណ៍ថាឥឡូវគេកើតឡើងអញ្ចឹងប៉ុន្តែគាត់ថាតួលេខលំអិតឬក៏យ៉ាងម៉េចយ៉ាងម៉ាយើងមិនមានអីដែរអំណះអំណាងជាភ័ស្តុតាងព្រោះធម្មតាសង្គ្រាមកាលណាកំពុងតែផ្ទុះលោកអ្នកបានជាហើយថាប្រទេសណាក៏ដូចប្រទេសណាអ្នកកាសែតជួនកាលពេលខ្លះគេឲ្យទៅប្រឡូកជាមួយទាហានបើទាហានគេអនុញ្ញាតឲ្យទៅចា៎បើគេអត់អនុញ្ញាតទេក៏យើងគ្មានសិទ្ធិដែរចា៎គេតែអាចយកពីខាងក្រៅចា៎តោះមុននេះបន្តិចសម្ដេចតេជោហ៊ុនសែនចាបានចេញសារមួយចាចេញថាម៉េចចាសម្រាប់សាររបស់សម្ដេចតេជោគឺសម្ដេចបានបញ្ជាក់ហើយចាគឺបញ្ជាក់ថាក្រោយការអត់ធ្មត់លើស24ម៉ោងដើម្បីគោរពនៅបទឈប់បាញ់និងត្រូវការពេលវេលាដើម្បីជំនះប្រជាជនចេញមកតំបន់សុវត្ថិភាពល្ងាចមិញយើងបានតបតបន្ថែមដោយយប់មិញនិងព្រឹកនេះតាមនាយករដ្ឋមន្ត្រីថៃអនុทิនបានប្រកាសថានឹងប្រើកម្លាំងវាយយក11ចំណុចយើងមិនច្បាស់ថា11ចំណុចនេះនៅកន្លែងណាខ្លះដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូលយើងការពារទឹកដីយើងដោយមានលែនដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទឯសត្រូវឈ្លានពានត្រូវចល័តវាចូលទីតាំងយើងពួកគេមិនអាចទទួលលែនដ្ឋានមកបានទេមិនអាចទូលលែនដ្ឋានមកបានទេចាអញ្ចឹងពួកគេមិនអាចទូលលែនដ្ឋានបានមកបានទេហើយក្បាលពួកគេក៏មិនប៉ាន់ដាច់ដែរស្ថានភាពនេះផ្ដល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកំទេចកម្លាំងរបស់សត្រូវតាមរយៈការចាត់តាំងទប់ទល់
សម្រាប់មេតបថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជារយៈពេលវែងសម្ដីលោកមេតបខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀតយើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទយើងថាល្មមសង្គ្រាមពេលយើងអត់ធ្មត់គោរពបាត់ឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាពពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយតើពួកគេនឹងនិយាយថាម៉េចទៀតកម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើងបាទ នេះទុកអ្នកណាថាដឹកនាំរបស់យើងដែលមានសម្ដេចតេជោហ៊ុនសែនជាប្រធានព្រឹទ្ធសភាហើយក៏ជាស្ថាបនិកសន្តិភាពចា៎ដែលនាំយកសន្តិភាពប្រទេសកម្ពុជាបានមកដល់សប្តាហ៍ថ្ងៃនេះហើយនឹងបន្តវេនគឺសម្ដេចធិបតីហ៊ុនម៉ាណែតតែថាឥឡូវយើងប្រាប់ភ្ជាប់គឺថាដេជោធិបតីចាដេជោធិបតីបន្ទាប់ពីសម្ដេចដេជោចេញសារនឹងឲ្យប្រជាពលរដ្ឋសម្ដែងការគ្រប់គ្រងប្រជាពលរដ្ឋគាត់បញ្ចេញមតិគាត់ថាប្រជាពលរដ្ឋទាំង17លានអ្នកនៅខាងក្រោយនឹងគ្រប់គ្រងរាជរដ្ឋាភិបាលជានិច្ចបាទយើងក្នុងនាមប្រជាពលរដ្ឋរបស់យើងដាច់ខាតសាមគ្គីគ្នាគ្រប់គ្រងប្រមុខដឹកនាំរបស់យើងការពារពូនភាពទឹកដីយើងឲ្យបានហើយកុំភ្លេចណាតំណែងរបស់ថៃចា៎យ៉ាត់ភ្លេចខ្លួនណាហ្នឹងហើយពហិការចា៎កុំភ្លេចខ្លួនឥឡូវយើងវិវត្តពីសភាពការបន្តតាមម៉ោងនៅម៉ោងនេះប្រជាពលរដ្ឋរបស់យើងកាន់តែច្រើនឡើងកំពុងតែចាក់ចេញពីតំបន់ចិត្តព្រំដែនជួរមុខគឺចេញមកអស់ហើយប៉ុន្តែរៀងឆ្ងាយពីព្រំដែនបន្តទៀតឥឡូវមិនទុកចិត្តដោយសារតែក្របបានផ្លោងចូលមកកាន់តែជ្រៅក្របរបស់សត្រូវឈ្លានពានសៀមក៏ចូលមកកាន់តែជ្រៅអញ្ចឹងឥឡូវពួកគាត់បានចាក់ចេញបន្តបាទចាក់ចេញបន្តហើយសំខាន់ទៀតនោះគឺកងទ័ពនៅជួរមុខមិញបានប្រាប់មកថាដែលយន្តហោះ S16 របស់សត្រូវឈ្លានពានបន្តរន្ធើនទម្លាក់គ្រាប់បែកមកជួរតាកបីតាមន់រហូតមកដល់ព្រះវិហារបាទកំពុងទម្លាក់យ៉ាងសាហាវដោយមិនគិតអំពីរឿងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាទេគេលែងគិតហើយចា៎មកនេះបាទអញ្ចឹងហើយបានជាប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេសបានគ្រប់គ្រងប្រមុខដឹកនាំរបស់យើងឲ្យបន្តការពារហើយនឹងយកជ័យជំនះទៅលើសត្រូវឈ្លានពានចា៎ប៉ុន្តែដោយសារតែខ្ញុំមានក្រុមការងារដើម្បីឲ្យកុំឲ្យបងប្អូនតាមដានហៅថាវាព័ត៌មានវាដដែលដែរខ្ញុំត្រូវឲ្យបងប្អូនមានអារម្មណ៍ប្លែកហើយទទួលព័ត៌មានថ្មីខ្ញុំជួបជាមួយនឹងក្រុមការងារខ្ញុំនៅខាងខេត្តពោធិ៍សាត់សិនបាទខេត្តពោធិ៍សាត់សិនដោយសារតែនៅកន្លែងនោះជាកន្លែងក្តៅដែរប៉ុន្តែគាត់ក្តៅទៅចាប់ផ្ដើមថ្ងៃហ្នឹងអញ្ចឹងកន្លែងផ្សេងទៀតក្តៅជាងនោះផងប៉ុន្តែគាត់ថាបានកើតឡើងមុនប៉ុន្តែឥឡូវខ្ញុំចង់ដឹងចំណុចថ្មីដែលនៅខាងនៅថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់ដែលកំពុងតែផ្ទុះនៅទីនោះអញ្ចឹងខ្ញុំជួបលោកភិរុនបន្តិចក្រុមការងារខ្ញុំបានហៅលោកភិរុនបាទជំរាបសួរបាទលោកប្រធានបាទអូខេលោកភិរុនលោកបានដឹងអំពីស្ថានភាពដែលកំពុងតែផ្ទុះអាវុធនៅច្រកថ្មដាហើយមែនទេផ្ទុះចាប់ដើមតាំងពីម៉ោងប្រហែលមកលោកភិរុនមកតាមលោកដឹងបាទទាហានកងទ័ពសៀមបានចាត់ផ្ដើមបញ្ចូលអធិបតេយ្យភាពនៅក្នុងឃុំថ្មដាស្រុកវាលវែងពោធិ៍សាត់យើងហ្នឹងគឺចាប់ដើមពីម៉ោង5ជាងទីភ្លឺបាទលោកប្រធានបាទដំបូងឡើយហ្នឹងបាញ់ជាបន្តបន្ទាប់6គ្រាប់បន្ទាប់មកទៀតគឺទាហានសៀមបានបាញ់បន្តពុតបាទហើយរហូតមកដល់ម៉ោងដែលកំពុងតែខ្ញុំបាទកំពុងតែរាយការណ៍នេះធ្វើសេចក្តីរាយការណ៍នេះគឺកងទ័ពសៀមនៅតែបាញ់ដែរប៉ុន្តែគាត់ថាបាញ់មួយអញ្ចឹងណាលោកប្រធានបាទប៉ុន្តែខ្ញុំទទួលព័ត៌មានថាដូចជាទ័ពសៀមក្របកំភ្លើងផ្លោងរបស់ទ័ពសៀមនេះបានផ្លោងចំកាស៊ីណូលោកអញ្ញាត្រីភិបនៅទីនោះហ៎បាទពិតស្មាតលោកប្រធានគឺបាញ់ចូលចំនួនមួយគ្រាប់បាទប៉ុន្តែឥឡូវនេះ
ការផ្លោងកំភ្លើងធំរបស់សត្រូវឈ្លានពានសៀមហ្នឹងគឺមិនទាន់ស្ងប់ស្ងាត់ទេណាបាទនៅមិនទាន់ស្ងាត់នៅឡើយទេមកដល់ម៉ោងនេះគឺកងទ័ពសៀមនៅព្យាយាមបាញ់មើលមកគ្រាប់អញ្ចឹងយូរម្ដងអញ្ចឹងលោកប្រធានបាទប៉ុន្តែខាងយើងមានបានតបតទៅវិញទេកំភ្លើងផ្លោងបាទអត់ទាន់មានទេបាទខាងយើងអត់ទាន់មានប្រើប្រាស់អាវុធទុនធ្ងន់នេះទៅដាក់ភាគីថៃសៀមទេប៉ុន្តែនៅច្រកអូភ្លុកដំរីគឺជាច្រកក្តៅដែរគឺកងទ័ពសៀមព្យាយាមបាទស្មើជើងបាទសម្រាប់ចូលរុលមកមុខប៉ុន្តែរុលមកដកថយឬមកដកថយដោយសារកងទ័ពយើងបានឆ្លើយតបវិញបាទលោកប្រធានបាទអញ្ចឹងទេការរុលចូលមកត្រង់ទំនេរនៅច្រកអូភ្លុកដំរីប៉ុន្តែមកអត់រួចបាទលោកប្រធានបាទដោយសារខាងយើងតបទៅវិញបាទអូខេអញ្ចឹងបានន័យថាគឺក្រុងគ្រូងឡើងថ្មើរជើងចូលតាមច្រកអូភ្លុកតម្រៃប៉ុន្តែដោយសារជួបជាមួយនឹងការតស៊ូដ៏ស្វិតស្វាញរបស់កងទ័ពខ្មែរយើងនៅទីនោះគឺចូលអត់រួចហ៎បាទលោកទៀតដោយសារថាច្រកអូភ្លុកតម្រៃគឺច្រកក្តៅរបស់កងទ័ពសៀមហ្នឹងបងបាទបំណងគឺចូលតាមច្រកហ្នឹងក៏ប៉ុន្តែដោយសារវាកងទ័ពយើងស្វាត់ស្វាយដោយលោកប្រធានបានជម្រាបខាងដើមអញ្ចឹងគឺយើងតបតទៅវិញវាធ្វើឲ្យកងទ័ពសៀមហ្នឹងគឺរុលមកមុខដកវិញហ្នឹងលោកប្រធានទាំងរត់ក្រោះទាំងខ្មៅជើងបាទលោកប្រធានបាទខ្ញុំដោយសារតែខ្ញុំភូមិសាស្ត្រនោះខ្ញុំអត់ច្បាស់កន្លែងចំណុចអូភ្លុកតម្រៃខ្ញុំស្គាល់តែច្រកកន្លែងថ្មដាជាប់កាស៊ីណូលោកអង្គញាត្រីភាពកន្លែងច្រកភ្លុកតម្រៃហ្នឹងអាហ្នឹងនៅចម្ងាយប្រហែលពីកន្លែងកាស៊ីណូច្រកថ្មដាហ្នឹងទៅប្រហែលជាប្រហែលគីឡូពីគ្នាប្រហែលជា8-9គីឡូបាទលោកប្រធានហើយប៉ុណ្្នឹងហើយលោកប្រធានបាទចឹងគឺជាច្រកហ្នឹងតាំងពីលើកទី1ដែលខាងកងទ័ពឈាមលំនៅបំពេញហ្នឹងគឺច្រកក្តៅតែម្ដងបាទហើយក្រៅពីហ្នឹងដូចជាមិនសូវជាមានអីប្រមាណទេលោកប្រធានបាទហើយឥឡូវយើងនិយាយអំពីជនភៀសសឹករបស់ប្រជាពលរដ្ឋរបស់យើងនៅតំបន់នោះចឹងឥឡូវនេះពលរដ្ឋដែលរស់នៅតំបន់ថ្មដាហ្នឹងគាត់បានចាក់ចេញពីទីនោះអស់ហើយឬក៏ចាក់ចេញខ្លះនៅខ្លះនៅខ្លះលោកធានដោយសារថាពីរងាចមិញហ្នឹងគឺអាជ្ញាធរស្រុកទៀតទេមកខេត្តលោកបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានផ្ទាល់ហ្នឹងគឺយ៉ាងណាជំនះបងប្អូនប្រជាពលរដ្ឋពីតំបន់ប្រឈមថ្មដាហ្នឹងឲ្យមករកកន្លែងសុវត្ថិភាពហើយបានមកបដាតាំងពីងាចមិញរហូតដល់ព្រឹកនេះក៏នៅតែបន្តមកដដែលប៉ុន្តែក៏នៅប្រជាពលរដ្ឋរបស់យើងនៅខាងនោះអត់ទាន់មកអស់ទេលោកធានបាទហើយខាងអាជ្ញាធរបានរកទីតាំងជំរុំឲ្យគាត់ត្រឹមត្រូវហើយទៅនៅឥឡូវនេះបាទជាក់ស្ដែងគឺសម្រាប់ទីតាំងសម្រាប់គឺអាជ្ញាធររៀបចំត្រៀមទុករួចជាស្រេចនៅពេលដែលហេតុការណ៍កើតឡើងគឺជំនះប្រជាពលរដ្ឋមកគឺមានស្រេចតែម្ដងបាទលោកទៀតអត់មានអីទៅពេលព្រាមយើងទៅរកទេគឺគាត់ត្រៀមស្រេចតែម្ដងបាទហ្នឹងហើយអញ្ចឹងឥឡូវនេះដោយសារតែស្ថានភាពមិនទាន់ស្ងប់ស្ងាត់លោកភិរុនបន្តតាមដានទៀតណាដោយសារតែខ្ញុំនឹងជួបជាមួយនឹងក្រុមការងារយើងបន្តតាមខេត្តនីមួយៗដែលកំពុងតែក្តៅតាមព្រំដែនអរគុណលោកភិរុននៅតាមព្រំដែននៅខាងខេត្តពោធិ៍សាត់ជាខាងប្រទេសមានជ័យតបមុននឹងបន្តិចដែលមានវត្តមួយនៅក្នុងខេត្តឧត្តរមានជ័យបាទវត្តមួយហ្នឹងនៅក្នុងខេត្តឧត្តរមានជ័យវត្តហ្នឹងឈ្មោះវត្តស្អីទេកំពុងតែប្រជាពលរដ្ឋនៃអាជ្ញាធរអីបាញ់មកឲ្យខ្ញុំមិញនេះតែអត់ទាន់បានមើលនេះវត្តមួយនេះគឺនៅពេលដែលនេះវត្តអីចេះវត្តជ័យឧត្តមវត្តជ័យឧត្តមវង្គលមិនទេវត្តជ័យឧត្តមវង្គលបាទដោយសារតែប្រជាពលរដ្ឋគាត់មិនចលះខ្លួនបន្ទាន់ចាដើម្បីចូលទៅវត្តនឹងសិនតំបន់នឹងអាជ្ញាធរគាត់នៅរកកន្លែងទីតាំងដោយសារគាត់បញ្ញាគួរយន្តគួរអីមកដល់លោកប្រជាអធិការនឹងគឺដាច់ខាតកុំចូលអត់ឲ្យចូលប្រជាអធិការឲ្យពលរដ្ឋចូលទេបាទអត់ឲ្យចូលមិនចឹងតែធ្វើឲ្យពលរដ្ឋរបស់យើងនៅទីនោះខឹងសមាខ្លាំងមែនទែនបាទខឹងសមាខ្លាំងមែនទែនហើយរហូតដល់ឲ្យក្រសួងធម្មការនឹងលោកមើលវត្តនឹងតិចបុណ្យគុលលោកឧត្តមជ័យឧត្តមគាត់តែមើលទៅវានេះពេកគេដាក់មកវាអត់ច្បាស់ឈ្មោះចាបាទហ្នឹងហើយវត្តគិរីមង្គលអូស្មិចជាប់ព្រំដែនចាប្រិមត្តនពធីគាត់ដាក់អញ្ចឹងវត្ត
គិរីមង្គលអូស្មាច់ចានឹងមែនទេកុំមែនទេเนาะមែនទេវត្តនោះនៅទៅអីគិរីអូស្មាច់ជាប់អូស្មាច់ណាស់ទៅនៅវត្តនោះជាប់ព្រំដែនអញ្ចឹងបានន័យថាវត្តនេះផ្សេងចាផ្សេងទេអត់លោកដេញអត់ឲ្យចូលបាទដេញមិនឲ្យចូលអត់ឲ្យថាអត់ទេមកតែផ្លិតដើម្បីរមញ្ញាធរគេរៀបសិនទេគាត់បបយុបចាទៅស្នាក់នៅនឹងសិនអូសូមខំប្រឹងថាវត្តនឹងទីកន្លែងស្នាក់ហើយសូមស្នាក់តែបច្ចេកទេសវត្តជាកន្លែងស្ងប់អារម្មណ៍ដែលជួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈជាកន្លែងប៉ុនណាជាកន្លែងសេះប៉ុនណាហើយហេតុអីបានលោកបច្ចៅអធិការអង្គនឹងធ្វើអញ្ចឹងចាហ្នឹងហើយខាងប្រជាពលរដ្ឋជាអ្នកត្រង់វត្តត្រង់ទីអារាមនេះតែប៉ុន្តែឥឡូវបែរជាទីអារាមអត់ទទួលប្រជាពលរដ្ឋវិញបងប្អូនដែលមកពីអូស្មាច់នៅវត្តចំការនេះវត្តជ័យឧត្តមចំការនេះគេអត់បានឲ្យយើងចូលស្នាក់ស្រាយទេណាបងប្អូនណាកុំឲ្យចូលក្នុងខាតពេលវេលាលោកអត់បានឲ្យចូលស្នាក់ស្រាយទេអញ្ចឹងយើងត្រូវប្រាប់បងប្អូនដែលអ្នកមកតាមក្រៅកុំឲ្យចូលសោះជ័យឧត្តមចំការបងគេចេញវិញហើយឥឡូវចែកគាត់ចេញទៅវិញអូខេខ្ញុំក៏ហួសចិត្តដែរនឹងមកប្រិយមិត្តអឹមសេងគាត់ខមមិនដែរគាត់ថាវត្តជ័យឧត្តមចុងកាលចាហើយហួសចិត្តដែរព្រះអង្គហើយចាបច្ចៅអធិការអញ្ចឹងលោកប្រធានមន្ត្រីធម្មការលោកមើលតិចទៅបាទមិនដែលទៅលេងពលរដ្ឋរបស់យើងកំពុងជួបហានិភ័យបន្ទាន់នេះកន្លែងសង្គ្រោះចាំបាច់ដើម្បីមុនពេលអាជ្ញាធរគេរៀបចំហើយព្រះអង្គមិនធ្វើអញ្ចឹងបាទអញ្ចឹងតើដោយហេតុផលអីទេឥឡូវចាំឲ្យខាងអាជ្ញាធរសួរព្រះអង្គតិចទៅចាមិនបានជាអត់មានជួយសត្វលោកចាគាត់គាត់ចូលបដោះអាសន្នតើចាប្រិមិត្តឧសុផលគាត់ថាមិនមែនវត្តរបស់លោកផ្ដាច់មុខទេគឺវត្តរបស់ប្រជាជនប្រទេសមានសង្គ្រាមប្រជាជនស្នាក់អាស្រ័យមិនបានចាគឺដេញលោកចេញពីវត្តម្ដងមើលលោកចឹងកុំដាក់បាយឲ្យអត់ទេត្រូវមែនតាលោកអីអញ្ចឹងអីនោះអត់ទេអត់គ្រប់ត្រូវហើយមកនេះពេលនេះខ្ញុំបាទនិយាយបាបបុណ្យនេះអត់ទេលោកបាបរួចជាសាច់អីហ្នឹងលោកអត់មានចិត្តបុណ្យផងណាចាព្រោះលោកប្រព្រឹត្តមុនបាត់ហើយបាទឥឡូវនេះមិញនេះស្ថានភាពនៅខាងខេត្តពោធិ៍សាត់ស្រុកវាលវែងខាងចកថ្មដាក៏ប៉ុន្តែឥឡូវនេះយើងមើលសម្រាប់ប្រតិកម្មជាមួយនឹងបណ្ដាប្រទេសមហាអំណាចមួយចំនួនក៏ដូចជាអង្គការសហប្រជាជាតិតើមានប្រតិកម្មអ្វីខ្លះនៅពេលដែលសង្គ្រាមកំពុងតែផ្ទុះតាមព្រំដែនកម្ពុជាថៃយ៉ាងក្តៅគគុកបែបនេះបាទចឹងមានពីខាងណាខ្លះសូមបកគោលទៅខាងសេនីអញ្ជើញចាយើងទៅមើលប្រតិកម្មពីអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ចាដែលបានលើកឡើងបន្ទាប់ពីយើងរងការវាយប្រហារពីសំណាក់ភាគីថៃតាមផ្លូវអាកាសពីពួកបងប្អូននឹងហើយកាលពីម្សិលមិញគ្រប់បណ្ដាញសារព័ត៌មានទាំងអស់គឺចាប់មុំចុះផ្សាយគឺថៃវាយប្រហារតាមផ្លូវអាកាសមកលើកម្ពុជាទាំងកម្រោតែម្ដងចឹងរបាយការណ៍ស្ដីអំពីការប៉ះទង្គិចគ្នាជាថ្មីនេះបានធ្វើឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិចា UN ចាគឺលោក Antonio Guterres បានសម្ដែងក្តីព្រួយបារម្ភជាថ្មីចំពោះការប៉ះទង្គិចគ្នាចាប្រដាប់អាវុធហើយក្នុងនោះដែរគឺមានការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ភាគីថៃមកលើកម្ពុជាដែលធ្វើឲ្យកម្ពុជាយើងរងការខូចខាតហើយក្នុងនោះដែរគឺលោកក៏បានទទូចទាមទារស្នើសុំឲ្យភាគីទាំងពីរចាទាំងកម្ពុជាទាំងថៃអត់ធ្មត់ជៀសវាងសកម្មភាពបង្កើនភាពតានតឹងបន្ថែមទៀតចាតើមានរូបលោក Antonio Guterres តាព្រីសក្តិហើយចំនួនព្រំដែនកម្ពុជានិងថៃបានបណ្ដាលឲ្យជនស៊ីវិលបាត់បង់ជីវិតនិងរបួសជាច្រើនខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងប្រជាជនផ្លាស់ទីលំនៅទាំងសងខាងព្រំដែននឹងតែម្ដងអញ្ចឹងអគ្គលេខាធិការអង្គការសហប្រជាជាតិលោកសង្កត់ធ្ងន់ថាឲ្យភាគីទាំងពីរទាំងកម្ពុជាទាំងថៃនេះត្រូវតែការពារជនស៊ីវិលហើយធ្វើម៉េចសម្របសម្រួលជំនួយមនុស្សធម៌ជួយដល់ជនស៊ីវិលនៅក្នុងម៉ោងនេះហើយលោកក៏អំពាវនាវឲ្យភាគីទាំងពីរទាំងកម្ពុជាទាំងថៃវិលត្រឡប់ទៅរកការគោរពក្របខ័ណ្ឌនៃសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី26ខែតុលាហើយសូមឲ្យភាគីទាំងពីរបដិញ្ញាចិត្តឡើងវិញចំពោះបទឈប់បាញ់ហើយអនុវត្តវិធានការកាត់បន្ថយភាពតានតឹងហើយកសាងទំនុកចិត្តបានហើយលោកក៏អំពាវនាវដែរឲ្យភាគីទាំងពីរប្រើប្រាស់នៅយន្តការចាសន្ទនាទាំងអស់ឲ្យអស់ពីលទ្ធភាពដើម្បីស្វែងរកដំណោះស្រាយយូរអង្វែងនៅក្នុងការដោះស្រាយចំនួនតាមរយៈមធ្យោបាយដោយសន្តិវិធីហើយលោកបញ្ជាក់ទៀតថាអង្គការសហប្រជាជាតិត្រៀមខ្លួនរួចជាស្រេចដើម្បីគ្រប់គ្រងដល់កិច្ចខិតខំប្រឹងប្រែងនានាដើម្បីលើកកម្ពស់សន្តិភាពស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់បាទចឹងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិលោកអាចធ្វើសុភវិនិច្ឆ័យទៅមុនពេលផ្ទុះជាលើកទី2ដំណាក់កាលទី2នេះព្រោះទី1កាលពីថ្ងៃ28ខែកក្កដាចា៎ឥឡូវនេះផ្ទុះលើកទី2នៅថ្ងៃទី7ខែធ្នូបាទអញ្ចឹងថាតើ
អ្នកណាជាអ្នករំលាយកិច្ចព្រមព្រៀងហ្នឹង ចា បាទអ្នកណាអ្នកប្រកាសរំលាយហើយប្រកាសព្យួរគេប្រើពាក្យព្យួរទេគេមិនទាន់រំលាយគេប្រកាសព្យួរបានន័យថាអត់អនុវត្តអត់គោរពទៅលើកិច្ចព្រមព្រៀងនឹងទេ ចា ទោះបីមាននៅប្រទេសមហាអំណាចប៉ុនមេឃធំជាងមេឃក៏ដោយគឺថៃអត់អើពើគេធ្វើមិនដឹងគឺមិនអនុវត្ត ចាគេថែមទាំងម្សិលមិញគេថាបិទទ្វារឈប់ចរចាទៀតនោះ ទី2ឥឡូវនេះម៉ោងនេះគឺថៃចាប់ផ្ដើមកំតិចតែម្ដងពីមុនព្យួរទេ ចា ឥឡូវកំតិចកិច្ចព្រមព្រៀងនឹងតែម្ដង ចា បាទកំតិចកិច្ចព្រមព្រៀងនឹងតែម្ដងតាមរយៈផ្ទុះអាវុធហ្នឹងគឺរលាយបាទរំលាយចោលអស់បាទសិនជួតើអ្នកណាអាចស្រង់យកកិច្ចព្រមព្រៀងនឹងត្រឡប់មកវិញឬក៏អាសំណងចាស់ហ្នឹងវាទ្រុឌទ្រោមអស់ទៅហើយសាងសង់សំណងថ្មីឡើងវិញ ចា ហើយអ្នកណាអ្នកសាងសង់អ្នកណាអ្នកចេញលុយអានេះយើងនិយាយចឹងចុះ ចា បាទ អ្នកណាអ្នកសងចា តោះឥឡូវមានខាងណាទៀត យើងនៅមានបន្តទៀតបន្ទាប់ពីអង្គការសហប្រជាជាតិហើយយើងមកមើលពីអ្នកនាំពាក្យរបស់លោកប្រធានាធិបតីដូណាល់ត្រាំតាក់ទងជាមួយនឹងការកក្រើកឡើងវិញនៃការវាយប្រហារពីសំណាក់ភាគីថៃមកលើកម្ពុជាលោកដូណាល់ត្រាំបានស្នើសុំឲ្យភាគីទាំងពីរពិចារណាទៅលើកិច្ចព្រមព្រៀងសន្តិភាពឡើងវិញហើយជាពិសេសនោះគឺភាគីថៃសូមឲ្យភាគីថៃគោរពបដិញ្ញាយ៉ាងស្មោះត្រង់ទៅលើការគោរពកិច្ចព្រមព្រៀងសន្តិភាពនេះហើយជាពិសេសនោះគឺបញ្ចប់ចំនួននេះតែម្ដងចាគឺអានេះអ្នកនាំពាក្យរបស់លោកដូណាល់ត្រាំគាត់បញ្ជាក់មកអញ្ចឹងចា បាទឥឡូវនេះគ្រាន់តែថាគាត់បង្ហើរសម្លេងឲ្យភាគីទាំងពីរអនុវត្តអញ្ចឹង ចា ប៉ុន្តែញញូររបស់លោកត្រាំអត់ទាន់យកចេញទេ ចា បាទញញូររបស់លោកត្រាំអត់ទាន់យកចេញទេ ចា បាទចុះខាងចិន ភាគីចិនមិនទាន់មានការលើកឡើងអីច្រើនទេគ្រាន់តែថាល្ងាចមិញនេះតាមអាយដាមអាយតកៈរដ្ឋទូតចិនប្រចាំនៅកម្ពុជាអាយដាមវ៉ាងវិនប៉ិនលោកគ្រាន់តែចូលរួមរំលែកទុក្ខនៅក្នុងការបាត់បង់ជីវិតជនស៊ីវិលនៅក្នុងចំនួនដែលលោកបញ្ជាក់ថា border conflict ចាប៉ុន្តែហេតុការណ៍នេះមិនមែន border conflict ពីព្រោះកម្ពុជាបានឆ្លោះជាមួយគេទេប៉ុន្តែភាគីថៃទេជាអ្នករំលោភបំពានវាយប្រហារមកលើកម្ពុជាមុនចា ចុះជំហរអាស៊ាន ជំហរពាក់ព័ន្ធជាមួយនឹងអាស៊ានលោកអាន់វ៉ាអ៊ីប្រាហ៊ីមចានាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសម្ដែងនៅការព្រួយបារម្ភជាថ្មីហើយទាមទារឲ្យភាគីទាំងពីរត្រឡប់មករកតុចរចាហើយគោរពទៅតាមកិច្ចព្រមព្រៀងសន្តិភាពកិច្ចព្រមព្រៀងបាត់ឈប់បាញ់នឹងឡើងវិញភាគចិនគឺគាត់ទទូចឲ្យគោរពបាត់ឈប់បាញ់កាត់បន្ថយភាពតានតឹងមកវិញ អូខេបងប្អូននេះការងារការទូតមានប៉ុណ្ណឹងនៅមានទៀតប៉ុន្តែគាត់ថាពេលវេលា ចា